សួស្តីអ្នកទាំងអស់គ្នាខ្ញុំវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបដូរនៅ password Apple ID ស្ដាប់ទៅគឺវាហាក់ដូចជាសាមញ្ញប៉ុន្តែសម្រាប់បងប្អូនមួយចំនួនប្រហែលជាអត់ទាន់ចេះនៅដូរនៅ password នឹងទេហើយក្នុងការដូរនេះគឺយើងត្រូវតែស្គាល់នៅ password ដូចជា email របស់ Apple ID របស់យើងអូខេឥឡូវសូមចូលទៅកាន់ setting តមកចុចលើ iTunes នៅ App Store ចុចលើ Apple ID view Apple ID អូខេវាយ password នឹងចូលក្នុងការដូរ Apple ID នេះគឺវាមានពីរជម្រើសទី1គឺដូរតាមរយៈ security question គឺ security question គឺយើងបានដាក់វានៅពេលដែលយើងបង្កើត Apple ID ហ្នឹងហើយទី2គឺ send email ទៅកាន់email Apple ID ដែលយើងបានបង្កើតហ្នឹងដូចជា email របស់ខ្ញុំគឺ katra@hdlove@gmail.com បើយើងដូរទៅប្រើ email គឺវាងាយស្រួលគឺវានឹង send email ទៅកាន់email របស់ខ្ញុំហ្នឹងអូខេឥឡូវចុចលើ Apple ID ហ្នឹងតមកយើងជ្រើសរើសយកប្រទេសចុចលើប្រទេសអាមេរិកអូខេតមកយើងចុចលើពាក្យថា forgot Apple ID password តមកយើងវាយApple ID របស់យើងចូលគឺវាយហើយយើងចុចពាក្យថា next តមកវាមានជំរើសពីរទី1គឺ get an email ដូចខ្ញុំបានបង្ហាញខាងលើស្ដាំគឺវានឹង send email មួយទៅកាន់ email របស់យើងដើម្បីធ្វើការ reset ក៏ដូចជាដូរ password របស់យើងទី2ខាងនេះគឺ answer question គឺចម្លើយដែលយើងបានដាក់នៅពេលយើងបង្កើត Apple ID ឥឡូវខ្ញុំសូមយកជំរើសខាងលើតើមកយើងចុចពាក្យថា next អូខេ try again សារតែរយៈពេលយូរពេកចុចទៅ next អូខេឥឡូវ email របស់ខ្ញុំវានឹង send ទៅ email ក្រុមហ៊ុនវានឹង send ទៅ email របស់ខ្ញុំនេះដូចវាផ្ញើសារមកនៅស្រាប់តើពាក្យថា done ដែលយើងចូលទៅកាន់ email ដែលវាបានផ្ញើមកវិញសិនទៅនេះគឺ email ដែលខ្ញុំបានដាក់តមកយើងចុចពាក្យថា reset now អូខេ new password យើងវាយ password ថ្មីដែលយើងចង់ដាក់គឺតម្រូវឲ្យមានអក្សរធំមួយនិងបញ្ចប់ delete ហើយខ្ញុំវាយ password ថ្មីវាយ password ដដែលតមកយើងចុចពាក្យថា done និងចុចពាក្យថា next អូខេឥឡូវ password របស់ខ្ញុំបានដូររួចរាល់ហើយអញ្ចឹងគឺយើងអាចដូរបានជោគជ័យហើយអរគុណសម្រាប់ការមើលវីដេអូហ្នឹងហើយវាប្រហែលជាស្មុគស្មាញតិចហើយតែសូមព្យាយាមមើលវាឲ្យយល់និងធ្វើវាដំណាក់កាលទៅតាមខ្ញុំអញ្ចឹងវានឹងជោគជ័យហើយ
អូខេអរគុណច្រើនអរគុណសម្រាប់ការមើលវីដេអូបាយបាយ